រឿងប្រវត្តិភូមិជីហែជាយូរយារណាស់មកហើយនៅតាមដងទន្លេមេគង្គដ៏ធំសម្បើមមានភូមិតូចមួយឈ្មោះថាភូមិជីហែភូមិនេះឈ្មោះប្លែកហើយអ្នកស្រុកតែងតែនិយាយថាវាមានប្រភពពីរឿងព្រេងដ៏ចម្លែកមួយដែលដំណាលមកជាច្រើនជំនាន់រឿងនេះចាប់ផ្ដើមជាមួយនឹងបុរសចំណាស់ម្នាក់ឈ្មោះថាតាជីដែលជាអ្នកនេសាទចាស់ទុំនៅក្នុងភូមិតាជីមានជីវភាពក្រីក្រប៉ុន្តែគាត់មានចិត្តស្លូតត្រង់និងតែងតែចែករំលែកត្រីដែលគាត់ចាប់បានជាមួយនឹងអ្នកជិតខាងថ្ងៃមួយពេលដែលគាត់កំពុងតែបណ្ដែតសំណាញ់នៅកណ្ដាលទន្លេគាត់ចាប់បានសត្វត្រីចម្លែកមួយក្បាលដែលមានរាងដូចជាត្រីឆ្លាមឹកប៉ុន្តែខ្លួនរបស់វាភ្លឺចាំងដូចមាសហើយភ្នែករបស់វាមើលទៅហាក់បីដូចជាពន្លឺពេជ្រតាជីមានការភ្ញាក់ផ្អើលខ្លាំងណាស់ហើយកាន់តែភ្ញាក់ផ្អើលទៅទៀតនោះគឺនៅពេលដែលសត្វត្រីនោះវាអាចនិយាយជាភាសាមនុស្សបានខ្ញុំជាត្រីមាសជាអ្នកថែរក្សាទន្លេមេគង្គបើអ្នកលែងខ្ញុំទៅវិញខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅសំណាងនិងភាពសម្បូរសប្បាយទៅដល់អ្នកភូមិតាជីដែលជាមនុស្សមានចិត្តល្អមិនស្ទាក់ស្ទើរឡើយគាត់បានលែងត្រីនោះឲ្យទៅក្នុងទឹកវិញភ្លាមប៉ុន្មានថ្ងៃក្រោយមកអ្វីៗបានផ្លាស់ប្ដូរយ៉ាងអស្ចារ្យទន្លេមេគង្គនៅជុំវិញភូមិជីហែពោពេញទៅដោយត្រីគ្រប់ប្រភេទដែលមិនធ្លាប់មានច្រើនដូចនេះទេអ្នកស្រុកចាប់បានត្រីយ៉ាងច្រើនហើយភូមិបានក្លាយទៅជាកន្លែងមួយដែលមានជីវភាពធូរធារមិនតែប៉ុណ្ណោះទឹកទន្លេនៅតំបន់នោះហាក់មានសភាពស្ងប់ស្ងាត់គ្មានទឹកជំនន់ដែលធ្វើឲ្យខូចផលដំណាំរបស់ប្រជាពលរដ្ឋនៅភូមិជីហែឡើយអ្នកស្រុកបានសួរតាជីអំពីអាថ៌កំបាំងនៃសំណាងនេះតាជីក៏បានរៀបរាប់ពីរឿងត្រីមាសឲ្យពួកគេស្ដាប់ដើម្បីជាការដឹងគុណអ្នកស្រុកជីហែសម្រេចដាក់ឈ្មោះភូមិនេះថាភូមិជីហែដែលមកពីឈ្មោះរបស់តាជីនិងពាក្យហែដែលមានន័យថាហែទឹកដើម្បីរំលឹកពីទំនាក់ទំនងរបស់អ្នកភូមិជាមួយនឹងទឹកទន្លេមេគង្គជាច្រើនឆ្នាំកន្លងផុតទៅប៉ុន្តែរឿងព្រេងនេះនៅតែរស់នៅក្នុងចិត្តអ្នកស្រុកពួកគេនិយាយថាបើអ្នកណាឈរនៅមាត់ទន្លេនៅពេលព្រឹកព្រលឹមហើយស្ដាប់ឲ្យបានច្បាស់គេនឹងឮសំឡេងត្រីមាសខ្សឹបអរគុណតាជីដែលបានផ្ដល់សេរីភាពដល់វាហើយរហូតមកដល់នឹងសប្តាហ៍ថ្ងៃនេះភូមិជីហែនៅតែជាកន្លែងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទន្លេនិងរឿងព្រេងដ៏អស្ចារ្យមួយនេះ